បាទមកបងប្អូនមកបាយថ្ងៃត្រង់ជាមួយខ្ញុំនេះមានអីទេមានតែឆាផ្សិតជាមួយនឹងល្ពៅបាទល្ពៅទៅបេះមកពីស្រែថ្មីយកដល់ឆាជាមួយសាច់ជ្រូកហើយលាយជាមួយផ្សិតបាទហើយវេលាថ្ងៃនេះគឺទើបទៅសម្រាប់ពីការងារស្រែចម្ការហើយមកដល់ផ្ទះមានអីមានតែឆាល្ពៅនឹងឯងបាទសម្រាប់មកសក់ស្រែយើងរដូវនេះរដូវភ្លៀងធ្លាក់ច្រើនអញ្ចឹងវាសម្បូរបន្លែបកាហើយបាទហើយល្ពៅនេះគឺល្ពៅយើងដាំដោយដៃហើយវាជាបន្លែធម្មជាតិយើងហូបទៅវាមានរសជាតិឆ្ងាញ់ហើយមិនមានជាតិគីមីបាទបងប្អូនណាខ្លះដែលស្មាននេះមិនសាបាយអាចអញ្ជើញចូលរួមជាមួយខ្ញុំបានបាទថ្ងៃត្រង់ហើយជីវិតអ្នកស្រុកស្រែគឺយើងមានតែប៉ុណ្ណេះឯងបាទមិនមានអីច្រើនធំដុំដូចគេទេមិនមានម្ហូបគេហៅថាម្ហូបបែបទីក្រុងណាគឺអត់មានទេមានតែម្ហូបបែបស្រុកស្រែជនបទបាទហើយបន្ទាប់ពីហូបបាយថ្ងៃត្រង់ក៏យើងសម្រាអីទៅណាតម្រង់ចង្កេះតម្រង់អីដេករឹងលេងថ្ងៃត្រង់ហើយលឹងអេរសៀលទៅគេចុះដើរមើលស្រូវមើលស្រែអីណាបិទទឹកបិទអីច្រូតស្មៅគួរជាដើមសម្រាប់បងប្អូនណាខ្លះដែលជួយចាត់ហូបផ្លែឆាល្ពៅនិងផ្សិតដូចខ្ញុំចេះបាទយើងឆាជាមួយសាច់ជ្រូកឬឆាជាមួយកែបសាច់មិនសាច់គោក៏ដោយគឺឆ្ងាញ់មែនទែនរសជាតិឆ្ងាញ់រសជាតិនិយាយរួមទៅអត់តែបន្លែធម្មជាតិគឺយើងហូបទៅគឺវាឆ្ងាញ់ណាស់បាទល្ពៅនេះរាងស្អិតប្រភេទល្ពៅស្អិតនេះបងប្អូននេះសាច់លឿងហើយឆាជាមួយសាច់ជ្រូកនឹងជាតិខ្លាញ់តិចហើយម្ទេសហឹលបងប្អូនអូឆ្ងាញ់ណាស់ដាក់ទៅជាតិមួយម៉ាត់ហើយកញ្ជាតិដែរបងប្អូនហើយយើងអ្នកស្រុកស្រែជនបទយើងហូបបន្លែបកាធម្មជាតិតាមដៃហើយជីវិតរបស់អ្នកស្រុកស្រែយើងគឺមិនទៅបៀតបៀនអ្នកណាទេយើងរស់នៅតាមសមាជជីវោរបស់យើងបាទយើងមិនធ្វើឲ្យអ្នកដតីឈឺចាប់ឬក៏គៀបសង្កត់គេបន្លំដើម្បីតែបំពេញផលប្រយោជន៍ខ្លួនឯងនោះទេហើយនេះបងប្អូនម្ទេសនេះដាំដូចគ្នាដែរណាបងប្អូនដល់ពេលវាលូតលើសមកផ្លែវាធំបាទហើយសម្រាប់វីដេអូនេះគឺខ្ញុំអត់មានអីវិញឆ្ងាយទេមានតែបង្ហាញពីការទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងម្ហូបអ្នកស្រុកស្រែជនបទសាមញ្ញបាទมันមានអីធំដុំដូចគេបាទហើយបងប្អូនណាខ្លះដែលមិនទាន់ហូបបាយបាទអញ្ចឹងបងប្អូនណាខ្លះដែលហូបបាយហើយអាចអញ្ជើញទស្សនាវីដេអូនេះបានមើលបណ្ដើឬក៏អ្នកខ្លះកំពុងសាបាយដូចខ្ញុំដែរអាចមើលវីដេអូបណ្ដើហូបបាយបណ្ដើទៅបាទហើយសម្រាប់បងប្អូនដែលមិនទាន់បានអញ្ជើញចុចជាវឬក៏ Subscribe វីដេអូនេះសូមជួយចុចផងបាទដើម្បីខ្ញុំបានធ្វើវីដេអូថ្មីបន្តទៀតដើម្បីបង្ហាញអំពីជីវិតអ្នកស្រុកស្រែជនបទយើងបាទរស់នៅដោយភាពរីករាយសប្បាយចិត្តជាមួយនឹងអ្វីដែលយើងមានបាទធម្មតាទេជីវិតយើងអ្នកជនបទតែប៉ុណ្ណេះឯងហើយបាយទឹកកសែងបងកអញ្ចឹងណាបាទបាយនេះគឺបាយអង្ករស្រស់ថ្មីដែរបាទអង្ករស្រស់ថ្មីជាមួយនឹងឆាល្ពៅហើយនឹងផ្សិតបាទអញ្ចឹងបងប្អូនអាចជួយចុច like ក៏ដូចជាជួយជាវផងបាទជួយចុច Subscribe ផងបាទអញ្ចឹងអរគុណបងប្អូនមួយចំនួនដែលបានចុចថ្ងៃមុនចុច Subscribe ខ្ញុំបានមួយខ្ញុំមិនដឹងតែណាទេហើយក៏ផ្ញើវីដេអូជូនពួកគាត់មើលម្ដងទៀតសង្ឃឹមថាគាត់បានទស្សនាវីដេអូនេះអញ្ចឹងសូមអរគុណសូមជម្រាបលាបាទបាយមានហូបពិសេស